ឆ្នាំ1990នាដែនដីនៃខេត្តបាត់ដំបងឆ្នាំនេះទឹកធំណាស់ក្នុងភូមិតូចមួយឆ្ងាយពីទីក្រុងសំឡេងនៃក្មេងៗរត់លេងទឹកតាមផ្លូវអ៊ូអរមើលទៅពួកគេហាក់សប្បាយរីករាយនឹងអ្វីៗដែលធម្មជាតិបានផ្ដល់ឲ្យនេះណាស់តែវាជារឿងអភ័ព្វមួយដែលបានកើតឡើងមកកាន់ខ្ញុំសាលារៀនត្រូវបានបិទការសិក្សាអ្វីៗទាំងអស់ត្រូវបានផ្អាកក៏ព្រោះតែទឹកជំនន់បានជន់លិចដល់ថ្នាក់រៀនហើយកត្តានេះដែរវាបានកើតចេញជាហេតុផលតម្រូវឲ្យខ្ញុំទៅនៅឯភូមិគេផ្សេងនាដែនដីភ្នំសំពៅជាទីតាំងចាស់នៃទីកំណើតរបស់អ្នកម្ដាយខ្ញុំតែមិនមែនទៅទាំងគ្រួសារនោះទេគឺទៅតែខ្ញុំនិងមិត្តភក្តិខ្ញុំ2នាក់ទៀតប៉ុណ្ណោះសរុបគឺ3នាក់ដែលត្រូវបានលោកពុកផ្ទេរឈ្មោះផ្លាស់ប្ដូរទៅបន្តការសិក្សាក្រេបយកចំណេះដឹងមុននឹងចាកចេញទៅលោកពុកនិងអ្នកម្ដាយបានទូន្មានព្រានប្រដៅច្រើនណាស់អំពីជីវិតដែលត្រូវរស់នៅឆ្ងាយគាត់បានស្រដីមកថារស់នៅទីកន្លែងគេត្រូវចេះចងមិត្តប្រសើរជាងចងសត្រូវអ្នកជិតខាងមានធុរៈត្រូវចេះជួយព្រោះថ្ងៃក្រោយបើយើងមានរឿងអ្វីកើតឡើងគេក៏អាចជួយយើងវិញបានហើយគាត់ក៏បានបង្ហើបថាផ្ទះចាស់របស់គាត់ដែលខ្ញុំត្រូវទៅរស់នៅនោះគឺនៅជាប់ជាមួយផ្ទះអ្នកមីងម្នាក់ដែលមកទល់ពេលនេះគាត់ចំណាស់លោកយាយខ្ញុំទៅហើយគាត់ឈ្មោះចម្ប៉ាហើយគាត់ចិត្តល្អណាស់គាត់ជាមនុស្សចាស់ប្រកាន់សិលទានមានអធិស្ឋានល្អពេលដែលខ្ញុំទៅដល់ខ្ញុំត្រូវជួយធរៈគាត់ឲ្យដូចជួយឪពុកម្ដាយនៅឯផ្ទះនេះជាអ្វីដែលគាត់បាននិយាយមកកាន់ខ្ញុំក៏ព្រោះតែលោកយាយម្នាក់នោះក៏បានជួយមើលថែម្ដាយខ្ញុំពីតូចមកដែរក្រោយពីស្ដាប់សម្ដីអ្នកម៉ែចប់ខ្ញុំក៏បានសំពះលាគាត់ទាំងអាល័យដែលត្រូវចាកចេញទៅឆ្ងាយដំណើរនេះដែរគឺបានដោយសារនៅឡានដឹកស្រូវរបស់ពូសាន់ដែលគាត់ត្រូវទៅផ្ទះរបស់គាត់នាដែនកំពីងពួយឡានបានមកដល់មិត្តខ្ញុំទាំងពីរក៏មានវត្តមាននៅបាំងក្រោយជាស្រេចមុននឹងខ្ញុំឡើងឡានក៏បានងាកទៅលាលោកពុកនិងអ្នកម៉ែសាជាថ្មីទាំងក្នុងចិត្តអាល័យជាពន់ពេករថយន្តបានឆ្លងផុតហើយនៅភូមិដែលជាទីកំណើតទីដែលធ្លាប់ផ្ដល់ក្តីសុខដល់សែនមនោរម្យពេលនេះខ្ញុំបានឃ្លាតទៅឆ្ងាយខណៈបាក់សាបាក់សីតាមដើមឈើជុំវិញផ្លូវស្រែកច្រៀងខ្ញៀវខ្ញាប្រៀបដូចជាពាក្យលានឹងជូនពរមកកាន់ពួកខ្ញុំមើលចុះផ្ទៃស្រែដ៏សែនធំល្វឹងល្វើយសត្វកុកហើរប្រងព្រាតសម្លឹងមើលមកស្រែដែលពេញព្រាបទៅដោយទឹកហើយក៏អាណិតទៅដល់ម្ចាស់ស្រែខ្លះដែរដែលស្រូវមិនទាន់នឹងដុះស្រួលបួលផងក៏ត្រូវមកបូមនឹងបាចទឹកចេញស្រែខ្លះក៏ឃើញនៅស្រូវអណ្ដែតត្រាត្បិតពួកបងក្តាមបានមកកាត់សម្អាតហើយក៏អាណិតបងក្តាមណាស់ដែរក្រោយពីអាសាកាត់សម្អាតហើយបែរជាត្រូវពូចាប់យកទៅស្លខួរក្តាមអស់ទៅបន្ទាប់ពីធ្វើដំណើរដ៏សែនវែងឆ្ងាយពូសាន់ក៏បាននាំពួកខ្ញុំមកដល់ភូមិជាប់ជើងភ្នំមួយគាត់ចង្អុលទៅផ្ទះដែលនៅឆ្ងាយពីភូមិបន្តិចហើយនិយាយថានោះហើយជាផ្ទះរបស់ម៉ែឯងអភិរិទ្ធយើងមិនបានជូនឲ្យដល់ទេព្រោះត្រូវប្រញាប់ពួកឯងដើរចុះពីផ្លូវធំនេះបន្តិចដល់ហើយក្រោយពីបានស្ដាប់សម្ដីគាត់រួចពួកយើងទាំង3ក៏ចុះពីលើឡានលើកដៃសំពះអរគុណ
រួចក៏បន្តដំណើរដោយថ្មើរជើងកាត់នៅកូនប្រឡាយតូចដែលមានដកទៅដោយផ្កាជាច្រើនលំអក្នុងទឹកខ្លាចឆ្វេងមើលធ្លុះដល់បាតដីឃើញទាំងកូនត្រីហែលលេងជាច្រើនមានទាំងត្រីក្រឹមស្អាតបង្អួតរៀងដាក់ត្រីក្រឹមមេឃើញហើយធ្វើឲ្យចិត្តនេះសឹងទ្រាំមិនបានក្នុងការចាប់យកមកដាក់តាំងលំអក្នុងកែវដើរមកយូរបន្តិចក៏បានដល់នៅមេប្រឡាយនេះហើយតាមពិតគឺជាដៃព្រែកតូចមួយសោះតែបែរជាសម្បូរទឹកហូរជាច្រើនទៅវិញមើលទៅព្រែកនេះគឺចេញពីជើងភ្នំមកដែលមានរាងដូចអន្ទង់អាំងអញ្ចឹងហើយផ្ទះរបស់ម៉ែក៏នៅក្បែរព្រែកនេះដែរគឺព្រែកនៅខាងក្រោយផ្ទះតែម្លងប៉ុន្តែគឺថាមិនមែនមានតែផ្ទះអ្នកម៉ែមួយទេក៏ឃើញមានផ្ទះមួយទៀតដែលនៅក្បែរនោះដែរខ្ញុំក៏នឹកឃើញទៅដល់សម្ដីអ្នកម៉ែផ្ដាំដែលថាមានផ្ទះលោកយាយម្នាក់នៅក្បែរក្រោយនឹកដល់រឿងនេះខ្ញុំមិនបានចូលទៅផ្ទះមុននោះទេគឺដើរតម្រង់ទៅផ្ទះលោកយាយមុនដើម្បីនឹងជម្រាបសួរគាត់ដោយមិត្តភ័ក្តិរបស់ខ្ញុំបានចូលទៅផ្ទះមុនបាត់ទៅហើយពេលដែលខ្ញុំចូលមកដល់បរិវេណផ្ទះរបស់លោកយាយក្នុងចិត្តខ្ញុំហាក់ស្រស់ស្រាយណាស់ត្បិតមាននៅបុប្ផាចម្រុះពណ៌ជាច្រើនដុះតាមរបងក្លិនក្រអូបផ្សាយខណៈនោះលោកយាយដែលកំពុងតែបុកស្លានៅលើគ្រែគាត់ក៏បានបញ្ចេញសំឡេងឡើងចៅមករកអ្នកណាដែរខ្ញុំភ្ញាក់បន្តិចក៏លើកដៃជម្រាបសួរគាត់ហើយក៏បន្តរៀបរាប់ពីដំណើរដើមតងដែលបានធ្វើឲ្យខ្ញុំមកដល់ទីនេះលោកយាយគាត់បានស្ដាប់ហើយតបមួយតាមពិតចៅជាកូនរបស់ម៉ាឡៃទេឬអញ្ចឹងបានយាយចេះតែប្រហែលមុខហើយតាម្ដាយឯងសុខជាយ៉ាងណាទៅហើយតាំងពីរៀបការប្តីស្អីមកមិនដែលអើតមកលេងផ្ទះម្ដងសោះខ្ញុំតបទៅគាត់វិញបាទលោកយាយម្ដាយរបស់ខ្ញុំគាត់សុខសប្បាយធម្មតាទេគាត់ក៏បានផ្ដាំខ្ញុំដែរថាឲ្យចូលមកសួរទុក្ខធុរៈលោកយាយហើយបើលោកយាយមានកិច្ចការអ្វីអាចពឹងខ្ញុំបានគាត់ញញឹមហើយបន្តសាលានៅទីនេះក៏គេបាត់ដែរចៅព្រោះគេរកឃើញនៅក្របមិនទាន់ផ្ទុះកាលពីសម័យសង្គ្រាមគេកំពុងតែស្រាវជ្រាវរកទើបតែបាត់ម្សិលមិញនេះទេតែក៏មិនយូរដែរក្រោយពីគេរកអស់ហើយគេនឹងបើកវិញជាធម្មតាខ្ញុំធ្លាក់ថ្លើមក្តុកក្រោយពីឮថាសាលានៅទីនេះក៏បាត់ដែរមិនគួរសោះកិច្ចពីខាងនោះមកខាងនេះហើយតែបែរជាជន់ដានចាស់ដដែលតែយ៉ាងណាក៏មិនធ្ងន់ធ្ងរពេកដូចខាងខ្ញុំដែលទឹកលិចរហូតដល់ស្រុកដីបាក់សាលាក្រោយពីបាននិយាយសួរសុខទុក្ខគាត់រួចខ្ញុំក៏បានលាគាត់ត្រឡប់មកផ្ទះវិញគ្រាន់តែមកដល់ភ្លាមក៏បានឃើញនៅមិត្តទាំងពីររបស់ខ្ញុំឈរនៅមុខផ្ទះបាសសក់ជ្រងហាក់ដូចជាកំពុងបាច់ប្រលឹងពីខ្លួនខ្ញុំយកដៃទៅទះខ្នងពួកវាក៏ស្រាប់តែវាស្រែកផ្អើលងាកមករកខ្ញុំស្ទើរតែយំរួចក៏ស្រែកថាខ្មោចមិញនេះអញឃើញខ្មោចស្រមោលវារត់ទៅតាមទ្វារខាងក្រោយបាត់ទៅហើយសក់ស្រីនោះធំណាស់បាសជ្រងខ្ញុំឮសម្ដីពួកវាចង់សើចបន្តិចអត់បន្តិចខ្មោចឯណាមានស្រមោលពួកឯងស្រមើស្រមៃហើយឡើងមកទៅរៀបចំសម្រាប់ដាំបាយដាំទឹកប្រហែលពួកឯងឃ្លានពេករហូតស្រមើស្រមៃផ្ដេសផ្ដាស់ពេលខ្ញុំនិយាយដូច្នេះរួចក៏បានបន្តឡើងទៅរៀបចំទីកន្លែងដើម្បីសម្រាកតែខ្ញុំក៏ហាក់ប្លែកចិត្តណាស់ដែរ
ខណៈដែលផ្ទះត្រូវបានទុកចោលមកជាយូរប៉ុន្តែបែរជាគ្មានសំបីធូលីដីតោងទាមហាក់ដូចជាមានមនុស្សរស់នៅមើលថែរក្សាចំណែកឯបន្ទប់ទាំង3ក៏ហាក់មានក្លិនក្រអូបក្រអូបដែលមើលទៅក្លិននោះខុសប្លែកពីបុប្ផាដែលបានដុះនៅជុំវិញទីនេះតែក្នុងចិត្តក៏បានត្រឹមតែសង្ស័យដោយមិនបានគិតច្រើនក៏បែងចែកបន្ទប់គ្នាដើម្បីរៀបចំទៅពេលវេលាកន្លងផុតមកជាបន្តបន្ទាប់ព្រះសូរិយាបានលេចនាឯកណ្ដាលខ្នងភ្នំមើលទៅភ្នំធំអើយសែនធំសូរិយាជះពន្លឺមកលើរុក្ខជាតិដែលដុះពីលើពណ៌លឿងស្រទន់បីដូចស្បៃពណ៌មាសស្រាលគ្របដណ្ដប់ផែនគិរីមិនយូរប៉ុន្មានស្បែកងងឹតក៏បានមកគ្រងគ្របជំនួសដោយមានតែហ្វូងតារារយពាន់អមនឹងព្រះច័ន្ទបណ្ដែតតិចតិចលើផ្ទៃមេឃខ្ញុំដោយការអស់កម្លាំងពីថ្ងៃមកផងក៏បានបបួលពួកមិត្តចូលទៅសម្រាកទៅមន់រងាវយាមទី1បានមកដល់ខ្ញុំហាក់រសាត់រសល់ណាស់ដោយការកេងប្លែកទីកន្លែងផងក៏បានភ្ញាក់ក្រោកឡើងព្រោះឃើញថាម៉ោងក៏ទៀបភ្លឺទៅហើយក៏មិនបានសម្រេចថានឹងកេងទៅវិញដែរខ្ញុំចុះមកក្រោមតែឯងដោយមិនអោយអ្នកទាំងពីរនោះដឹងទេគិតទៅណោះនាដែនដីភ្នំទេសភាពនាពេលយប់ស្អាតប្លែកណាស់ផ្ការាត្រីតូចតូចមានពន្លឺតិចតិចចាំងដោយសារតែអំពិលអំពែកទុំលាក់ខ្លួនពីលើមើលទៅស្អាតគួរឲ្យគយគន់ខ្ញុំរើសយកកូនឈើមួយកាន់ដើរតិចតិចតាមមាត់កូនអូដែលហូរឮសូររំដំចិត្តខណៈនោះដែរក្រោមពន្លឺនៃចន្ទ្រាភ្លឺថ្លាខ្ញុំក៏បានឃើញនៅកូនទន្សាយមួយគូកំពុងតែអោនផឹកទឹកដែលនៅខាងក្រោយផ្ទះលោកយាយមើលទៅពួកវាដូចជាមានក្តីសុខណាស់រហូតដល់ថ្នាក់មិនដឹងពីសម្រាប់នៃជើងរបស់ខ្ញុំបានដើរមកពីក្រោយឈរមើលពួកវាមួយផ្លេតក៏សម្រេចចិត្តថានឹងយកឈើទៅឆ្កឹះវាបង្អើលលេងគិតរួចក៏ប្រុងនឹងធ្វើទៅហើយស្រាប់តែវាបែរមកហាក់គ្មានខ្លាចនៅមនុស្សសោះតិចវាជាសត្វដែលគេចិញ្ចឹមទៅមែនហើយវាដូចជាមិនមែនសត្វរបស់ព្រៃទេឃើញដូច្នេះខ្ញុំក៏បានឈោងដៃទៅបេះផ្លែត្របែកនៅក្បែរនោះមកដាក់ឲ្យពួកវាទាំងពីរគ្រាន់តែបានត្របែកភ្លាមវាក៏កាន់តែបានចិត្តចូលមកកាន់តែជិតជើងខ្ញុំត្រកេស៊ីផ្លែនោះធ្វើមិនដឹងក្រោយពីឃើញបែបនេះខ្ញុំក៏សម្រេចចិត្តថាមិនដើរទៅណាទៀតដែរក៏អង្គុយផ្ទាល់ដីក្បែរវាអង្អែលខ្នងពួកវាលេងរហូតមួយសន្ទុះមកស្រាប់តែមានក្លិនអ្វីម្យ៉ាងក្រអូបស្រទន់បីដោយផ្កានាគ្រីដែលរីកនាពេលរាត្រីប្រហើរធ្វើឲ្យខ្ញុំភ្ញាក់អារម្មណ៍ងាកទៅមើលរកនៅទីដែលបញ្ចេញក្លិនពីដោក្រអូបនេះមើលសពគ្រប់ហើយទីនេះវាសម្បូរផ្កាមែនតែខ្ញុំច្បាស់ណាស់ថាមិនមែនជាក្លិនផ្កាទេសម្លឹងចុះសម្លឹងឡើងក៏បានប្រទះភ្នែកទៅមាត់បង្អួចនៃបន្ទប់មួយលើផ្ទះរបស់លោកយាយខ្ញុំក៏បានឃើញស្រមោលនារីម្នាក់កំពុងតែរំសាយសក់លេងមើលតាមស្រមោលទៅនាងមានរាងស្ដើងតូចសមនឹងទម្រង់សក់ទន់វែងអន្លាយនេះណាស់តាមពិតលោកយាយមានចៅស្រីកំមុំអញ្ចឹងតើបានផ្ទះលោកយាយដាំនៅរុក្ខជាតិជាច្រើនដើម្បីលម្អហើយក៏មិនចង់ឲ្យអ្នកចំងាយណាមកឃើញឬប្រទះនៅសម្រស់របស់ចៅគាត់ខ្ញុំសម្លឹងមើលទៅតាមស្រមោលនាងតាមពន្លឺភ្លើងចង្កៀងបានតែបន្តិច
ស្រស់ស្រីក៏បានទីបង្អួចបិទវិញបាត់ទៅក្នុងចិត្តខ្ញុំក៏រៀងស្ដាយដែរដែលមិនបានឃើញនៅសម្រស់វងភ័ក្រនាងក្រោយពីភ្លឹកអស់ចិត្តងាកមកក្រោមក្បែរជើងក៏ឃើញថាអាពីក្បាលបានដេកស្រមុកបាត់ទៅហើយខ្ញុំមិនចង់រំខានពួកវាក៏លោបដើរចេញមកផ្ទះវិញទៅត្បិតព្រះចន្ទ្រាជិតដល់ពេលវេលាយាងទៅត្រើយម្ខាងនៃភពផែនដីដែរហើយជំនួសមកដោយពន្លឺពណ៌មាសនៃសូរិយាក្នុងដែនដីថ្មីមួយដែលខ្ញុំបានប្រទះជាលើកដំបូងក្នុងឆាកជីវិតតើដំណើរក្នុងថ្ងៃថ្មីនេះវាល្អឬអាក្រក់យ៉ាងណាខ្ញុំពិតមិនដឹងឡើយមន់រងាវឯជើងភ្នំស្ដាប់ទៅដូចជាសំឡេងនៃមន់ព្រៃសូរសំនៀងពួកវាពីរោះណាស់ដែរតែទោះតែញឹកពេកចង់តែស្រែកឲ្យវាឈប់តែមិនដឹងធ្វើយ៉ាងណាបើខ្ញុំមិនចេះភាសាមន់ក្រោយពីធុញនឹងសំឡេងពួកវាពេកខ្ញុំក៏បានក្រោកទៅរៀបចំបោសសម្អាតស្លឹកឈើឯក្រៅផ្ទះទាំងដែលមិនទាន់ភ្លឺស្រឡះច្បាស់ផងពួកអាដែងក៏ក្រោកមកម្នីលុបមុខលុបមាត់នឹងចុះទៅដងទឹកលៀងពីងក៏ព្រោះតែទុកចោលជាច្រើនឆ្នាំហើយខណៈនោះដែរសំឡេងពពាយនាយលក់នំតាមផ្លូវក៏បានឮឡើងម៉ូតូមួយរយីងរយោងទៅដោយនំខ្មែរក៏បានមកឈប់ទល់មុខផ្ទះខ្ញុំសំឡេងអ្នកមីងនៅតែបន្តយ៉ាងទន់ក្មួយជួយទិញនំមីងខ្លះទៅខ្ញុំដោយសារឃ្លានដែរក៏ដើរចេញទៅរកមើលនំដែលជាចំណូលចិត្តរើសយកនំរួចរាល់ហើយក៏គិតប្រាក់ជូនគាត់ហើយគាត់ក៏បន្តដំណើរចេញទៅទាំងដែលមានឆ្កែជាអង្គរៈរត់តាមឡើងប្រសាយផងឈរមើលគាត់មួយផ្លេតក្នុងរបស់ខ្ញុំក៏ហាក់ដូចជាមានអ្វីឈរពីក្រោយគ្រាន់តែបែរមកភ្លាមព្រលឹងខ្ញុំស្ទើរតែហោះចេញពីខ្លួនក៏ព្រោះតែមាននារីម្នាក់នាងមកសំងំពីក្រោយខ្នងមិនដឹងតាំងពីស្មើណាសក់នាងបាសសំពីងសំពងមុខប្រឡាក់ខ្ជូងឲ្យស្រមកខ្ញុំភ័យស្ទើរតែរៀកនោមទៅហើយតែដោយឃើញច្បាស់ថានាងជាមនុស្សក៏ខំទប់អារម្មណ៍មកវិញទាំងញ័រខ្លួននាងល្អិតនោះសម្លឹងខ្ញុំបន្តិចក៏ស្រដីឡើងមកពូខ្ញុំឃ្លានខ្ញុំមើលទៅនាងទាំងដែលចិត្តនៅភ័យនិងរៀងខឹងផងក៏ហុចនំទៅឲ្យមួយថង់នាងល្អនោះក៏រត់វឹងទៅផ្ទះលោកយាយបាត់ទៅដោយមិនទាំងអរគុណមួយម៉ាត់ក្រោយពីឃើញដូច្នេះខ្ញុំក៏បានគិតដល់សម្ដីអាពីរនាក់នោះកាលពីម្សិលមិញដែលវាថាឃើញខ្មោចប្រកបណាស់គឺជានាងនោះហើយចង្អល់ជាច្រើនក៏បានផុសឡើងនៅក្នុងខួរក្បាលរបស់ខ្ញុំរួចក៏ដើរយកនំដែលនៅសេសសល់ទៅឲ្យអាសាយនិងអាក្តាមហើយក៏នឹងគិតបន្តទៅសួរលោកយាយអំពីនាងជើងល្អនោះកន្លងមកមួយព្រឹកធំការងាររៀបចំផ្ទះសម្បែងក៏រួចរាល់អាសាយនិងអាក្តាមក៏ចេញដំណើរទៅផ្សារក្នុងភូមិបាត់ទៅដើម្បីនឹងទៅរកទិញសាច់និងបន្លែមកស្លចំណែកឯខ្ញុំក៏បន្តទៅជួបលោកយាយហើយក៏នាំនៅសំណួរជាច្រើនទៅផងក្រោយពីបានចូលមកដល់ផ្ទះលោកយាយគាត់ក៏ឲ្យខ្ញុំអង្គុយលេងនៅក្រោមផ្ទះដោយគាត់កំពុងតែហាន់ចិតនៅបន្លែផ្សេងរៀបចំសម្រាប់ធ្វើម្ហូបដែរឃើញដូច្នេះខ្ញុំក៏បានចូលខ្លួនទៅជួយគាត់លើកអស់យកមកទុកបង្កាត់ភ្លើងដើម្បីកុំឲ្យទំនេរដៃពេកលោកយាយគាត់បានរៀបរាប់ជាហូរហាយនៅប្រវត្តិកាលដំបូងដែលគាត់បានមករស់នៅទីនេះពេលនោះដែរខ្ញុំក៏មានឱកាសសួរគាត់អំពីនារីម្នាក់នោះ
លោកយាយគាត់ធ្វើមុខហាក់ស្រពោនបន្តិចនិយាយបន្តអាចចៅនិយាយពីក្មេងស្រីដែលនៅជាមួយលោកយាយនេះមែនទេជីវិតនាងតាំងពីតូចមកកំសត់ណាស់យាយរើសយកមកចិញ្ចឹមដោយសារតែគ្រួសារនាងត្រូវគេប្លន់សម្លាប់នាងក៏មានបងស្រីដែរបងស្រីនាងក៏ត្រូវស្លាប់នាពេលនោះដោយនាងបានឃើញទិដ្ឋភាពទាំងនោះផ្ទាល់នឹងភ្នែកឪពុកម្ដាយនាងបានឲ្យនាងពួននៅក្នុងទ្វារសម្ងាត់របស់បន្ទប់ដូច្នេះហើយទើបនាងមានជីវិតមកដល់សព្វថ្ងៃដើមហេតុដែលកើតឡើងរឿងនេះគឺមិនមែនដោយសារគ្រួសារនាងមានពេកទេគឺដោយសារតែចិត្តរិះគន់របស់មនុស្សប្រុសមកលើសម្រស់របស់បងស្រីនាងស្រីកែវស្អាតណាស់រហូតប្រុសជាច្រើនចូលដណ្ដឹងតែនាងមិនពេញចិត្តព្រោះប្រុសទាំងនោះមិនបានយកចិត្តយកបេះដូងមកស្រឡាញ់នាងឡើយខ្លះអាងតែទ្រព្យអាងតែអំណាចរហូតដល់ពេលមួយសម្រស់នាងក៏បានតាក់ភ្នែកនៅថៅកែម្នាក់គេជាថៅកែត្បូងដោយសារដណ្ដឹងមិនបានក៏លេងផ្លូវកាត់នាំក្រុមចោរឡើងផ្ទះរំលោភសម្លាប់នាងទាំងគ្រួសារដោយចៅឯងបានឃើញនាងល្អិតដែលរស់នៅបាននេះសភាពចិត្តគ្នាទៅយ៉ាងណាចៅអាចគិតមើលបានហើយសូម្បីតែមុខមាត់ក៏ពុំដែលលាងឲ្យស្អាតដែរបើមិនយកភក់លាបក៏យកជើងប៉ាតនាងខ្លាចបំផុតមនុស្សប្រុសមិនដែលហ៊ានស្និទ្ធនឹងអ្នកណាឡើយតែក្មេងក្នុងភូមិតាំងពីតូចរហូតមកដល់ធំគ្មានអ្នកណារាប់នាងដែរមានតែធម្មជាតិជុំវិញខ្លួននាងតែប៉ុណ្ណោះដែលជាមិត្តជួនកាលក៏លេងសើចយំតែឯងជាមួយកូនទន្សាយជួនកាលក៏គិតតែធ្វើការមិនគិតសម្រាប់ទាំងនេះហើយគឺជាជីវិតនាងណាចៅឃើញនាងរៀងតូចអញ្ចឹងទេតែអាយុនាង18ឆ្នាំទៅហើយបើចៅទំនេរជួយអាសាមើលថែនាងផងយាយចាស់ណាស់ទៅហើយពិបាកតាមថែនាងដូចមុនណាលោកយាយខំបរិយាយមកទាំងទឹកព្រៃស្រក់ចំណែកឯខ្ញុំដែលស្ដាប់នេះក៏ទន់ភ្នែកទៅតាមគាត់ដែរដោយអាណិតនាងជាខ្លាំងលោកយាយចុះបើនាងមិនចូលចិត្តមនុស្សប្រុសខ្ញុំអាចជួយមើលថែនាងយ៉ាងដូចម្ដេចឬខ្ញុំនិយាយបែបនេះលោកយាយគាត់ញញឹមបន្តិចវាគ្មានអ្វីធំដុំជាងការប្រឹងប្រែងទេចៅធ្វើវាសិនចាំមកនិយាយតាមក្រោយចៅជឿទេថានាងមើលដឹងថានរណាមានបំណងល្អចំពោះនាងនរណាមានបំណងមិនល្អចំពោះនាងបើចៅជាមនុស្សល្អគង់តែមានថ្ងៃអភិរីវាហ៊ានទុកចិត្តចៅជាមិនខានគាត់និយាយចប់ក៏បន្តធ្វើម្ហូបរបស់គាត់ទៅចំណែកឯខ្ញុំក៏បន្តទៅលើកអស់យកមករៀបនៅខាងក្នុងកុំឲ្យត្រូវភ្លៀងពន្លឺថ្ងៃបានរះខ្ពស់ណាស់ទៅហើយខណៈមេឃក៏មានពពកច្រានដេកដាស់អមដោយខ្យល់មករហៀផងពិតជាធ្វើឲ្យបរិយាកាសល្អស្រស់ទៅតាមធម្មជាតិនៃជុំវិញខ្លួនស្រមោលនៃដើមឈើធំរេបន្តិចម្ដងទៅតាមដំណើរនៃសូរិយាខណៈនោះអាក្តាមក៏បានស្រែកហៅខ្ញុំពីចំហៀងផ្ទះមកឲ្យទៅជុំគ្នាព្រោះដល់ពេលបាយទឹកហើយខ្ញុំភ្ញាក់ពីការអង្គុយសញ្ជប់សញ្ជឹងលើស្ពានតូចក្រោយផ្ទះលោកយាយក៏ដើរទៅដោយហាក់មានអារម្មណ៍ថាមានខ្សែភ្នែកមួយគូកំពុងតែសម្លឹងមើលមកខ្ញុំពីខាងលើក្នុង
អំឡុងពេលបាយទឹកនោះដែរខ្ញុំក៏បាននិយាយរឿងទាំងប៉ុន្មានដែលលោកយាយបានប្រាប់ឲ្យពួកវាដឹងដែរហើយរឿងដែលពួកវាខ្លាចនោះក៏ត្រូវបានស្រាយចម្ងល់